ទំនប់ស្តុកទឹកដូនទ្រីបាត់ដំបងអាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីកសិកម្មជិត 40,000 ហិកតាសម្រាប់ការសាងសង់បាន 100% ហើយទំនប់ស្តុកទឹកដូនទ្រីខេត្តបាត់ដំបងសម្រាប់ការសាងសង់បាន 100% ហើយដែលវាមានសមត្ថភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មក្នុងខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ជិត 40,000 ហិកតាក្នុងការចុះពិនិត្យគម្រោងរបស់ឯកឧត្តមថាវជេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមរួមជាមួយមន្ត្រីជំនាញកាលពីថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2025 កន្លងមកនេះឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងបានលើកឡើងថាគម្រោងអភិវឌ្ឍទំនប់ដូនទ្រីស្ថិតនៅក្នុងឃុំបាសាក់ស្រុករុក្ខគិរីខេត្តបាត់ដំបងត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខដែលវាជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បម្រើផលប្រយោជន៍ប្រជាកសិករនៅក្នុងខេត្តនិងខេត្តជាប់គ្នាយ៉ាងសំខាន់គម្រោងអភិវឌ្ឍទំនប់ស្តុកទឹកដូនទ្រីស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសម្រាប់ការសាងសង់បាន 100% ហើយទំនប់នេះមានលទ្ធភាពស្តុកទឹកប្រមាណជា 163 លានម៉ែត្រគូបឯកឧត្តមសុកលូបានបន្តថាសក្តានុពលទំនប់ដូនទ្រីជាគម្រោងធំបន្ថែមទៀតផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មជិត 40,000 ហិកតាក្នុងនោះនៅរដូវវស្សាស្រោចស្រពស្រូវប្រមាណជា 33,000 ហិកតានិងរដូវប្រាំងប្រមាណជា 4,500 ហិកតាក្នុងភូមិសាស្ត្រឃុំ 15 របស់ស្រុករុក្ខគិរីស្រុកមោងរិស័យខេត្តបាត់ដំបងនិងស្រុកបាកានខេត្តពោធិ៍សាត់គម្រោងខាងលើនេះក៏បានចូលរួមចំណែកក្នុងការផ្គត់ផ្គង់លើគ្រប់វិស័យជាពិសេសវិស័យទឹកស្អាតបម្រើឲ្យការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោមបានយ៉ាងល្អត្រយងនាំសារពិតគ្រប់ទីកន្លែង